ក្រោយផ្ទុះរឿងអាស្រូវអភិបាលស្រុកត្បែងមានជ័យត្រូវបានស្ត្រីម្នាក់ប្តឹងលូកលាន់និងប៉ុនប៉ងចាប់រំលោភទីបំផុតរដ្ឋមន្ត្រីក្រសួងហាផ្ទៃបានដកតំណែងហើយលោកនុតសាភ័ណ្ឌអភិបាលស្រុកត្បែងមានជ័យដែលផ្ទុះរឿងអាស្រូវត្រូវស្ត្រីជាមន្ត្រីសាលាស្រុកម្នាក់កូនចៅស្រីប្តឹងចាប់ប្រកាន់បៀតបៀនគេខ្មាស់និងប៉ុនប៉ងចាប់រំលោភនោះទីបំផុតត្រូវបានលោកបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងហាផ្ទៃបានសម្រេចដកតំណែងដោយសារតែតែងតាំងអភិបាលស្រុកមួយរូបឲ្យឡើងទទួលតំណែងជាអភិបាលស្ដីទីនៃគណៈអភិបាលស្រុកត្បែងមានជ័យខេត្តព្រះវិហារយោងតាមប្រកាសស្ដីពីការប្រកាសសិទ្ធិជូនមន្ត្រីរាជការដែលចុះហត្ថលេខាដោយលោកបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងហាផ្ទៃចុះថ្ងៃទី22ខែសីហាឆ្នាំ2025បានសម្រេចប្រកាសសិទ្ធិជូនលោកសុកមនីរដ្ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ1ជាអភិបាលស្ដីទីនៃគណៈអភិបាលស្រុកត្បែងមានជ័យខេត្តព្រះវិហារគូរំលឹកថាស្ត្រីម្នាក់ជាមន្ត្រីសាលាស្រុកត្បែងមានជ័យបានដាក់ពាក្យបណ្ដឹងចូលទៅក្រសួងហាផ្ទៃនិងស្ថាប័នតុលាការខេត្តព្រះវិហារដោយចោទប្រកាន់លោកនុតសាភ័ណ្ឌអភិបាលស្រុកត្បែងមានជ័យបៀតបៀនគេខ្មាស់និងប៉ុនប៉ងចាប់រំលោភព្រមទាំងគំរាមបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីរាជការទៀតផងប្រសិនបើនាងហ៊ានធ្វើឲ្យបែកធ្លាយរឿងនេះប៉ុន្តែករណីនេះត្រូវបានលោកនុតសាភ័ណ្ឌអភិបាលស្រុកត្បែងមានជ័យច្រានចោលថាជារឿងមិនពិតដោយលោកបានចោទប្រកាន់ស្ត្រីជាមន្ត្រីរូបនោះថាដឹងចង់បានលុយដុល្លារតាមរយៈការផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានលោកស្រីស៊ូច័ន្ទពិសីអាយុ36ឆ្នាំជាមន្ត្រីសាលាស្រុកត្បែងមានជ័យបានឲ្យដឹងថាកាលពីកន្លងឆ្នាំ2022និងឆ្នាំ2023ឈ្មោះនុតសាភ័ណ្ឌអភិបាលស្រុកត្បែងមានជ័យដែលជាមេរបស់នាងតែងតែលេបខាយពាក្យសម្ដីលួងលោមសុំនាងធ្វើជាសង្សារនិងថែមទាំងបានលូកលាន់ប៉ះពាល់រាងកាយនាងដូចជាចាប់ចង្កេះចាប់ស្មាជាដើមតែនាងមិនព្រមទេលុះចូលមកដល់ឆ្នាំ2024លោកនុតសាភ័ណ្ឌកាន់តែហ៊ានបំពេញនាងលើសដើមដោយឆ្លៀតពេលហៅទៅជួបពិភាក្សាការងារក្នុងបន្ទប់ខណៈដែលមិនមានមនុស្សនៅក្បែរគាត់បានចូលមកអោបថើបនាងពីក្រោយរហូតដល់បានច្របាច់សូដល់នាងថែមទៀតលោកស្រីស៊ូច័ន្ទពិសីបានបន្ថែមថាលុះមកដល់ថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង12:22នាទីថ្ងៃត្រង់លោកនុតសាភ័ណ្ឌបានទូរស័ព្ទមកនាងបាននិយាយពាក្យអសរោះអសិលធម៌ជាច្រើនពាក់ព័ន្ធផ្លូវភេទទៅនាងបានចុចថតសម្លេងតែគាត់ដឹងខ្លួនទាន់ក៏ចុចបិទទូរស័ព្ទភ្លាមបន្ទាប់មកនៅវេលាម៉ោងប្រហែលជាង10ព្រឹកថ្ងៃទី12ខែកុម្ភៈឆ្នាំ2025លោកនុតសាភ័ណ្ឌបានហៅនាងទៅយកឯកសារនៅបន្ទប់ធ្វើការរបស់គាត់ខណៈពេលដែលនាងដើរចេញមកវិញលោកនុតសាភ័ណ្ឌបានស្ទុះមកអោបនាងពីក្រោយទាំងមិនដឹងខ្លួនដោយដៃម្ខាងខ្ទប់មាត់នាងទាញមុខមកថើបញក់ញីដៃម្ខាងទៀតធ្វើសកម្មភាពចាប់សឺដននាងច្របាច់យ៉ាងខ្លាំងចុងក្រោយនៅល្ងាចថ្ងៃទី2ខែមេសាឆ្នាំ2025ការិយាល័យអប់រំស្រុកបានរៀបចំពិធីជប់លៀងជួបជុំមន្ត្រីរាជការនិងគ្រូបង្រៀនពេលនោះលោកនុតសាភ័ណ្ឌក៏បានចូលរួមដែរលុះដល់វេលាម៉ោងតុង7ទៅ8យប់គាត់បានដើរចូលកែវជាមួយភ្ញៀវជាច្រើនក្នុងកម្មវិធីរហូតមកដល់តុដែលនាងអង្គុយពេលនោះគាត់បានឈរក្បែរកៅអីរបស់នាងដៃម្ខាងកាន់កែវស្រាជុលឯម្ខាងទៀតលូកមកចាប់ចង្កេះនាងលោកស្រីស៊ូច័ន្ទពិសីបានបន្តថាដោយមានការព្រួយបារម្ភពីសុវត្ថិភាពតខ្លួនខ្លាចថ្ងៃណាមួយត្រូវបុគ្គលនេះអាចឈានដល់ការចាប់រំលោភសេពសន្តិវៈមកលើរូបនាងទើបនាងសម្រេចចិត្តប្តឹងបុគ្គលនេះទៅតាមផ្លូវច្បាប់ដោយសង្ឃឹមយ៉ាងមុតមមថាផ្លូវច្បាប់នឹងផ្ដល់យុត្តិធម៌ដល់រូបនាងជុំវិញការចោទប្រកាន់នេះលោកនុតសុភ័ណ្ឌអភិបាលស្រុកត្បែងមានជ័យបានបញ្ជាក់ប្រាប់សារព័ត៌មានកាលពីថ្ងៃទី16ខែកក្កដាឆ្នាំ2025ថាករណីនេះមិនពិតទេវាជាការលាបពណ៌ខ្ញុំហើយការប្តឹងនេះគឺមកពីគេលោកស្រីស៊ូច័ន្ទពិសីចង់បានលុយដុល្លារដោយឡែកលោកនុតសុភ័ណ្ឌបានចេញធ្វើការបកស្រាយថាខ្ញុំបាទឈ្មោះនុតសុភ័ណ្ឌអភិបាលស្រុកត្បែងមានជ័យសូមធ្វើការបកស្រាយនិងបំភ្លឺជូនបងប្អូនជនរួមជាតិនិងអ្នកសារព័ត៌មានក្នុងស្រុកទាំងអស់ឲ្យបានជ្រាបថាកន្លងមកមានការចុះផ្សាយព័ត៌មានថាខ្ញុំបាទរងការដឹងចោទប្រកាន់បានប្រទុះគេខ្មាស់ជាមួយមន្ត្រីក្រមអាវ៉ាន់អញ្ចឹងដើម្បីឲ្យអស់ចម្ងល់ខ្ញុំសូមធ្វើការបកស្រាយដូចតទៅកាលពីថ្ងៃទី7ដល់ទី9ខែកក្កដាឆ្នាំ2025អធិការរបស់ក្រសួងមហាផ្ទៃបានចុះមកធ្វើការអង្កេតនិងស្រាវជ្រាវករណីសំណុំរឿងនេះរយៈពេល3ថ្ងៃនៅរដ្ឋបាលស្រុកនិងរដ្ឋបាលខេត្តចំពោះលទ្ធផលគឺមិនទាន់
ដឹងនៅឡើយទេព្រោះអធិការបានត្រឡប់ទៅក្រសួងវិញហើយមួយផ្នែកទៀតស្ថិតនៅក្នុងសមត្ថកិច្ចរបស់ព្រះរាជអាជ្ញាអមសាលាដំបងខេត្តព្រះវិហារកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់អញ្ចឹងពាក់ព័ន្ធនឹងការបកស្រាយរបស់ខ្ញុំនេះមិនមានការបកស្រាយអ្វីវែងឆ្ងាយក្រៅពីនឹងទេមូលហេតុនេះយើងខ្ញុំសូមបកស្រាយជូនបងប្អូនជនរួមជាតិនិងអ្នកសារព័ត៌មានក្នុងស្រុកឲ្យបានជ្រាបជាព័ត៌មានយើងខ្ញុំមិនអាចធ្វើការបកស្រាយជូនអ្នកសារព័ត៌មានម្ដងមួយអង្គភាពបានទេសូមអរគុណពាក់ព័ន្ធករណីខាងលើនេះដែរភរិយាលោកនុតសាផាន់អភិបាលស្រុកត្បែងមានជ័យក៏ធ្លាប់ចេញមកការពារប្តីរបស់គាត់ថារឿងរ៉ាវគ្រូសាលោកស្រីកំពុងជួបប្រទះពេលនេះគឺមិនខុសពីសៀមនិងកម្ពុជានោះទេដោយសៀមកំពុងលេបពណ៌កម្ពុជាចង់បានដីចង់បានប្រាសាទខ្មែរហើយស្រែកប្រាប់ពិភពលោកថាខ្លួនជាជនរងគ្រោះតែសម្រាប់ស្វាមីលោកស្រីបំរើពលរដ្ឋ40ឆ្នាំហើយសាងតែអំពើល្អជួយសង្គមនិងអ្នកក្រីក្របែរជាត្រូវគេចោទប្រកាន់លៀបពណ៌ហេតុនេះលោកស្រីសង្ឃឹមថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នឹងជួយរកយុត្តិធម៌ជូនប្តីលោកស្រីកុំឲ្យគេធ្វើស៊ីមនុស្សល្អលោកស្រីពេជ្រម៉ូនីកាភរិយាលោកនុតសាផាន់អភិបាលស្រុកត្បែងមានជ័យបានសរសេរក្នុងករណី Facebook របស់លោកស្រីកាលពីថ្ងៃទី10ខែកក្កដាថាប្រទេសមានច្បាប់គ្រួសារមានវិន័យរឿងគ្រួសារខ្ញុំពេលនេះប្រៀបដូចសៀមនិងកម្ពុជាសៀមកំពុងលេបពណ៌ឲ្យកម្ពុជាចង់បានដីចង់បានប្រាសាទហើយស្រែកប្រាប់ពិភពលោកថាជាជនរងគ្រោះគ្រួសារខ្ញុំចូលធ្វើការបម្រើប្រជាពលរដ្ឋ40ឆ្នាំហើយស្រឡាញ់បកប្រជាជនកម្ពុជាស្មោះត្រង់សាងតែសេចក្តីល្អអំពើល្អស្រឡាញ់កិត្តិយសជួយសង្គមជួយអ្នកក្រីក្រភរិយាលោកនុតសាផាន់បន្ថែមថានាងសង្ឃឹមថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នឹងជួយរកយុត្តិធម៌ភាពស្អាតស្អំឲ្យគ្រួសារខ្ញុំវិញផងបាបត្រូវតែមានចំពោះមនុស្សស្លូតត្រង់និងត្រឹមត្រូវកុំប្រុសតែប្រយោជន៍រៀបចំផែនការដើម្បីធ្វើស៊ីមនុស្សល្អហើយកាន់ជើងមនុស្សខុសវាធ្វើឲ្យសង្គមអាប់អោនខ្លាំងណាស់មនុស្សរស់នៅត្រូវមានគុណធម៌ស្មោះត្រង់មានតម្លៃសេចក្តីថ្លៃថ្នូរកុំប្រុសតែប្រយោជន៍រឿងថោកទាបសទៅជាខ្មៅបាបកម្មខ្លាំងណាស់